ជំរាបសួរបងប្អូនថ្ងៃនេះបងប្អូនសូមធ្វើការណែនាំអំពីប្រភេទកៅអីបញ្ជាអូតូមួយប្រភេទដែលកៅអីនេះគឺងាយស្រួលខ្លាំងមែនតើសម្រាប់ពុកម៉ែបងប្អូនដែលគាត់អត់អាចដើរបានហើយគាត់ចង់ផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយហ្នឹងគាត់អាចជឿយកកៅអីនេះបានគឺជួយសម្រាមទុកខ្លាំងមួយទៀតកៅអីនេះគឺយើងមានបេតុងសម្រាប់បញ្ជាដោយបងប្អូនធ្វើការបញ្ជាទៅមុខថយក្រោយបាត់ឆ្វេងបាត់ស្ដាំទៅតាមតម្រូវការរបស់ពុកម៉ែបងប្អូនទំហំនៃអាគុយគឺបងប្អូនសាកថ្មពេញអាចជិះបាន15គីឡូម៉ែត្រហើយចំពោះការទ្រទម្ងន់វិញកៅអីនេះគឺទ្រទម្ងន់បានរហូតដល់120គីឡូក្រាមហើយចំពោះការប្រើប្រាស់នៅដៃបញ្ជាក្នុងការផ្ដេកបងប្អូនគ្រាន់តែចុចប៊ូតុងនេះឲ្យជាប់បន្ទាប់មកបងប្អូនចុចសញ្ញានេះបងប្អូននឹងធ្វើការបញ្ជាផ្ដេកខ្លួនបានយើងអាចផ្ដេកខ្លួនបានបញ្ឈរខ្លួនបានហើយមួយវិញទៀតបងប្អូនចង់បញ្ជាទៅមុខថយក្រោយបងប្អូនគ្រាន់តែចុចសញ្ញានេះមកវិញបងប្អូនអាចធ្វើការបញ្ជាបានចឹងបើពុកម៉ែបងប្អូនធ្វើការចាប់អារម្មណ៍បងប្អូនអាចធ្វើការកំងតាមភ័យឬក៏តាមលេខដែលពួកយើងដាក់ខាងក្រោមបានសូមអរគុណ